ជំរាបសួរឯកឧត្តមហើយក្រុមការងារហើយក្រុមហ៊ុនអានកូដែលផលិតទឹកស្អាតនៅទំនប់អូខេដននេះកន្លងមកបញ្ហាចម្រូងចម្រាសដែលបងប្អូនក៏ដូចជាមន្ត្រីខ្លះបានត្អូញត្អែថាទឹកស្អាតមិនទាន់ឆ្លើយតបនឹងការចង់បានឃើញប្រជុំសាលាក្រុងម្ដងហើយថ្ងៃនេះឥឡូវឃើញចុះមកដល់ទីតាំងផលិតទឹកស្អាតទៀតតើក្រុមការងារនិងជំនាញពាក់ព័ន្ធបានចុះពិនិត្យឃើញលទ្ធផលយ៉ាងម៉េចដែរសម្រាប់ថ្ងៃនេះបាទសូមអរគុណបងឡៃលីក៏ដូចជាអរគុណដល់ក្រុមអ្នកសារព័ត៌មានទាំងអស់ដែលបានចុះមកយកព័ត៌មានផ្ទាល់ដល់ទីកន្លែងផលិតទឹកស្អាតរបស់ក្រុមហ៊ុនអានកូនៅអូកៃដនក្រុងប៉ោយប៉ែតនេះខ្ញុំសូមបញ្ជាក់ជូនថារំលឹកថយក្រោយបន្តិចបន្ទាប់ពីនៅក្រុងប៉ោយប៉ែតមានកន្លែងមួយចំនួនមិនមែនទូទៅទេមានកន្លែងមួយចំនួនដែលជួបប្រទះនៅបញ្ហាទឹកមិនស្អាតមានក្លិនមានកកយ៉ាងយើងខ្ញុំក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក៏ដូចជាអាជ្ញាធរដែនដីគឺបានធ្វើការកោះប្រជុំបន្ទាន់ដោយអញ្ជើញភាគីខាងក្រុមហ៊ុនទឹកស្អាតមកជួបនៅសាលាក្រុងអញ្ចឹងឆ្លងកាត់ការប្រជុំការស្វែងរកឫសគល់នៃបញ្ហាហើយក៏មានការចូលរួមពីអ្នកបច្ចេកទេសរបស់មន្ទីរផ្ទាល់តែម្ដងអញ្ចឹងយើងកន្លងមកខាងមន្ទីរគាត់បានបញ្ជាក់ឲ្យថាការផលិតនឹងគឺបានត្រឹមត្រូវហើយក្នុងពេលដែលផលិតចេញទៅនឹងមិនមានក្លិនមិនមានកកអីទេប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់មួយចំនួនគាត់ជួបប្រទះបញ្ហាកកគាត់ជួបបញ្ហាក្លិនអញ្ចឹងយើងក៏ស្វែងរកបញ្ហាហ្នឹងអញ្ចឹងអ្នកបច្ចេកទេសគាត់បានបញ្ជាក់ថាអានេះវាជាការឆក់ល្វែងបន្តិចបន្តួចរបស់អ្នកបច្ចេកទេសនៅតាមបំពង់តយោបណ្ដាញមួយចំនួនដែលមានអ្នកប្រើប្រាស់មិនសូវច្រើនឬមួយក៏កន្លែងដែលតយោផ្ទុះបែកឬក៏កន្លែងជួសជុលអញ្ចឹងវាបង្កទៅជាកកខ្លះដែលការជ្រាបចូលក្នុងពេលដែលផ្ទុះបែកឬក៏ក្នុងពេលដែលជួសជុលនោះនឹងមានក្លិនខ្លះនៅពេលដែលទឹកនោះវាផ្អាប់ទុកច្រើនថ្ងៃមិនសូវបានប្រើឬមួយក៏រយៈពេលមួយចំនួនមិនសូវបានប្រើអានេះជាការបកស្រាយរបស់អ្នកបច្ចេកទេសប៉ុន្តែដើម្បីឲ្យអស់ចម្ងល់អ្នកបច្ចេកទេសបានបញ្ញាចិត្តឲ្យថាគាត់សុំពេលពីក្រុមការងារមួយសប្តាហ៍ដើម្បីដោះស្រាយនៅបញ្ហាទាំងអស់នេះអញ្ចឹងក្រោយពេលដែលយើងប្រជុំចប់ម្ដងថ្ងៃនេះឃើញថាយើងកាត់បន្ថយបញ្ហានេះបានច្រើនស្ទើរតែទាំងស្រុងហើយបាទប៉ុន្តែថ្ងៃនេះខ្ញុំជាមួយអ្នកបច្ចេកទេសមន្ទីរតំណាងក្រុមហ៊ុននិងចៅសង្កាត់ទាំង5នៃក្រុងប៉ោយប៉ែតបានលើកគ្នាមកពិនិត្យផ្ទាល់នៃខ្សែចង្វាក់ផលិតកម្មនៅកន្លែងផលិតទឹកស្អាតនៅអូកៃដនរបស់ក្រុមហ៊ុនអានកូនេះអញ្ចឹងយើងចាប់ផ្ដើមពីដើមទីពីប្រភពទឹករហូតចូលមកក្នុងការចម្រោះណាបន្សុទ្ធបំលែងសម្អាតដល់ផលិតផលចុងក្រោយដល់ការចែកចាយអញ្ចឹងយើងឃើញថាការផលិតតាមចង្វាក់ផលិតកម្មនេះគឺត្រូវតាមបទដ្ឋានហើយបាទយើងបានមើលទៅតាមបទដ្ឋានអ្នកបច្ចេកទេសលោកបញ្ជាក់ថាត្រឹមត្រូវហើយណាប៉ុន្តែយើងត្រូវដឹងថាប្រភពទឹកដែលយើងទទួលបានមកវាមិនមែនជាចរន្តប្រភពទឹកដែលហូរដោយទន្លេមេគង្គឬក៏ទន្លេសាបទេនៅក្នុងប៉ោយប៉ែតយើងអត់មានទន្លេទេបាទវាជាទឹកនឹងបាទជាទឹកនឹងអញ្ចឹងវាបញ្ហាគុណភាពនេះវាមិនដូចជាចរន្តទឹកដែលហូរទេប៉ុន្តែក្រុមហ៊ុនអត់ព្យាយាមប្រឹងប្រែងហើយប៉ុន្តែនៅពេលដែលខ្ញុំមកដល់ចំណុចចុងក្រោយបង្អស់ខ្ញុំបានដួសទឹកនេះមកហិតអត់ក្លិនណាទឹកនេះពណ៌ល្អថ្លានេះទឹកនេះហើយខ្ញុំបានផឹកទឹកនេះថែមទៀតបានន័យថាมันមានក្លិននៃរសជាតិมันមានក្លិនណាមួយដែលអាក្រក់ទេប៉ុន្តែវាទៅចេញអាកន្លែងដែលប្រើប្រាស់នៅខាងចុងនោះបាទអញ្ចឹងឥឡូវនេះក្រុមហ៊ុនបានបដិញ្ញាថានឹងពន្លឿនបន្ថែមទៀតនៅសំណល់បញ្ហាបន្តិចបន្តួចក្រោយពេលដោះស្រាយមកអាទិត្យសប្តាហ៍នេះមួយសប្តាហ៍កន្លងមកនេះហើយក្នុងនោះបញ្ជាក់ជូនបងប្អូនចេះថាក្រុមហ៊ុនបានបង្កើតនៅ Channel Telegram ដោះស្រាយបញ្ហារវាងក្រុមហ៊ុននិងអតិថិជនអញ្ចឹងបងប្អូនអាចចូលទៅក្នុង Channel នោះនៅពេលដែលមានបញ្ហាកើតឡើងកន្លែងណាក្រុមហ៊ុនបញ្ញាចិត្តឲ្យថាឲ្យតែបញ្ហាកើតឡើងគឺគាត់ចុះទៅដោះស្រាយផ្ទាល់ជូនបងប្អូនភ្លាមពិនិត្យមើលប៉ុន្តែសូមឲ្យអ្នកដែលលើកបញ្ហានោះគឺបងប្អូនបញ្ជាក់អាស័យដ្ឋានទីតាំងឲ្យបានច្បាស់និងខាងក្រុមហ៊ុនតំណាក់តំណងទៅវិញបានផងមិនមែនជាអាណាមឹកហើយគ្រាន់តែដាក់ចូលឲ្យបិទទាំងអស់តាក់ទងមិនបានអានោះមិនជាបញ្ហាទេណាហើយខ្ញុំក៏នៅជាមួយនឹងបងប្អូននៅជាមួយនឹងបញ្ហានេះដើម្បីដោះស្រាយដែរអានោះបញ្ជាក់ជូនឲ្យច្បាស់អញ្ចឹងឥឡូវនេះបងប្អូនមាន Channel Telegram ដោះស្រាយបញ្ហាទឹកភ្លើងនៅក្រុងប៉ោយប៉ែតបងប្អូនអាចចូលបានណាខ្ញុំនឹងបង្ហាញនៅ QR code នៃ Channel ទាំងពីរនេះអ្នកបច្ចេកទេសជួយដាក់ចូលផងដាក់ QR code ទាំងពីរនេះទៅដើម្បីឲ្យគាត់ជាន់ចូលទៅក្នុងក្រុម Telegram ហ្នឹងយើងរួមគ្នាដោះស្រាយនៅបញ្ហាទាំងអស់នេះដើម្បីមូលដ្ឋានរបស់យើងសុខសប្បាយរីករាយរស់នៅដោយភាពរីករាយទាំងអស់គ្នាហើយខ្ញុំបន្តមិនអាចឲ្យបញ្ហានៅអូសបន្លាយមិនអាចឲ្យបញ្ហាចេះតែទៅមុខមិនដោះស្រាយនោះទេកាលណាលឺភ្លាមដោះស្រាយភ្លាមហើយចៅសង្កាត់ទាំង5នាទីនេះហើយអត់បាទេយើងរួមគ្នាជាមួយគ្នាហើយខាងក្រុមហ៊ុនក៏ដូចគ្នាដែរណាបាទអញ្ចឹងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្រោយពេលប្រជុំរយៈពេលមួយសប្តាហ៍នេះឃើញថាយើងទទួលបានលទ្ធផលវិជ្ជមានពិតប្រាកដមែនតែបើនៅមានសំណល់សេសសល់ទៀតបន្តដោះស្រាយជាមួយគ្នាបញ្ចប់ណាអរគុណច្រើនអញ្ចឹងបងប្អូនអ្នកប៉ោយប៉ែត
បើនៅជួបបញ្ហាទឹកមិនល្អនេះក៏សូមចូលរួមជាមួយខ្ញុំរងចាំទទួលដោះស្រាយជាមួយនឹងក្រុមហ៊ុនជាមួយនឹងអាជ្ញាធរមូលដ្ឋានបាទសូមអរគុណបាទ